សួស្តីទាំងអស់គ្នាខ្ញុំសងនេះយើងមកសម្រាយរឿងមួយដែលមានចំណងជើងថាចាស់ Twilight សម្រាប់អ្នកចង់បាកាហ្វេខ្ញុំអាចទូនេតតាម QR នេះបានតិចឬច្រើនខ្ញុំទទួលយកទាំងអស់អញ្ចឹងកុំឲ្យរងចាំពេលយូរតោះវាមានអារម្មណ៍ថាស្នាជ្រួញលើមកកាន់តែរឹងមាំឡើងប៉ុន្តែវាពិតជាខ្វាន់បែបជីនតែអ្នកមិនន័យទេឬតើបរិសម្នាក់នេះមានអាវយឺតខ្មៅប៉ុន្មានជុតហើយតែទឹកក្តៅកំពុងហូរណាវាមិនចេញមកទេប៉ុណ្ណឹងបានហើយវាកំពុងតែល្អណាស់អ្នកនាងចេញមកញ៉ាំបាយខ្ញុំត្រូវលេងចាំងខ្លួនឯងនៅពេលក្រោយគាត់មិនបានសូម្បីតែបើមកខ្ញុំសូម្បីតែមួយដងផងគីមឈីហើយមកនាំអ្នកស្រីទៅតំបន់កណ្ដាលទីក្រុងនាងប្រហែលជាត្រូវការរបស់ជាច្រើនញ៉ាំអាហារពេលល្ងាចរួចត្រឡប់មកវិញយ៉ាងលឿនយ៉ាងណាក៏ដោយបើសិនបើអ្នកទៅសន្តាគារនៅថ្ងៃស្អែកអ្នកអាចយកពួកគេទៅទីនោះបានហាត់អីត្រូវរំខានអ្នកណាថាខ្ញុំនឹងទៅសន្តាគារនៅថ្ងៃស្អែកវាដោយសារតែវាច្បាស់ណាស់ថាអ្នកនឹងមានអារម្មណ៍មិនស្រួលខ្ញុំបានប្រាប់អ្នកហើយខ្ញុំសើមនឹងបរិយាកាសបែបនេះតើមានហេតុផលណាមួយដើម្បីស្នាក់នៅទីនេះទេដោយសារតែអ្នកនៅទីនេះវានឹងងាយស្រួលបើអ្នកចេញទៅជាមួយខ្ញុំពេលខ្ញុំទៅកន្លែងនោះដែរនារីវ័យក្មេងរូបនេះពិតជាត្រង់ណាស់បើសិនបើអ្នកញ៉ាំអាហាររួចតោះយើងទៅនាងគ្រាន់តែរឹងរូសបន្តិចនោះមិនមែនជាការត្រង់ទេវាជាការរឹងរូសខ្ញុំមិនយល់ថាមាននរណាម្នាក់ដែលមិនទាន់បានណែនាំខ្លួនឲ្យខ្ញុំស្គាល់គិតថាពួកគេដឹងអ្វីទាំងអស់ពីខ្ញុំបើសិនបើអ្នកកំពុងផ្ដល់ជូនខ្ញុំជីឡានទៅជាមួយខ្ញុំមិនបដិសេធទេអរគុណណាសម្រាប់អាហារពេលល្ងាចនេះគាត់ពិតជាមិនអាចបាត់បង់ការចងចាំរបស់នាងបានទេចាំមើលថាតើគាត់អាចរក្សាបានយូរប៉ុន្មានតែធ្វើពុតជាមិនដឹងរឿងនេះតើអ្នកនឹងទៅទិញអីវ៉ាន់ជាមួយគ្នាទេខ្ញុំនឹងនៅទល់មុខអសរស្ថានដូច្នេះសូមមកពេលអ្នកទិញអីវ៉ាន់រួចរាល់តើអ្នកមិនធ្លាប់ទិញអីវ៉ាន់ជាមួយស្រីពីមុនមកទេវានឹងមិនលឿននោះទេតើអ្នកមានកម្រងទិញប៉ុន្មានខ្ញុំនឹងទិញវាឲ្យអស់ហើយមករកអ្នកនៅពេលនោះមែនហើយជាធម្មតាខ្ញុំមិនចំណាយពេលយូរក្នុងការជ្រើសរើសរបស់របរទេប៉ុន្តែដោយសារស្ថានភាពទោះបីជាខ្ញុំទទួលបានការគ្រប់គ្រងពីមូលនិធិហានយ៉ងនៅពេលខ្ញុំនៅក្មេងក៏ដោយសារតែវិក័យប័ត្រមន្ទីរពេទ្យរបស់ម្ដាយខ្ញុំការចំណាយលើការរស់នៅតែតឹងតែងដូច្នេះខ្ញុំតែងតែទិញជំរើសថោកបំផុតសម្រាប់អ្វីគ្រប់យ៉ាងរបស់របរថ្លៃបំផុតដែលខ្ញុំមានសុទ្ធតែជាអំណោយពីណាសង្វូនសម្រាប់ការចាប់ផ្ដើមចូលរៀនសម្រាប់បញ្ចប់ការសិក្សាសម្រាប់ថ្ងៃកំណើតរបស់ខ្ញុំដោយសារតែគាត់មានអារម្មណ៍ល្អមានហេតុផលជាច្រើនជាការពិតណាស់អំណោយទាំងអស់កំពុងដាក់ជាន់គ្នានៅក្នុងកន្លែងផ្ទុកដោយមិនប៉ះពាល់វាជាបន្ទុកធ្ងន់ហើយខ្ញុំគ្មានហេតុផលដើម្បីប្រើប្រាស់វាទេដោយសារតែរឿងនោះពេលខ្លះខ្ញុំត្រូវស្ដាប់ការត្អូញត្អែពេលគាត់ស្រវឹងបើវាធ្វើឲ្យអ្នកមិនស្រួលខ្ញុំសុំទោសប៉ុន្តែយើងជាមិត្តភក្តិការចង់ផ្ដល់អំណោយដល់មិត្តភក្តិវាគឺជារឿងធម្មតាខ្ញុំចង់ឃើញអ្នកប្រើរបស់ទាំងនោះដែលខ្ញុំបានជ្រើសរើសសម្រាប់អ្នកហេតុអីបានជាគាត់មិនចប់ដល់បែបនេះរាល់ពេលដែលគាត់ផឹកបើសិនបើអ្នកសួរថាមួយណាស្អាតជាងខ្ញុំគិតថានឹងទិញអាវបែបនោះខ្ញុំគិតថាខ្ញុំនឹងទិញអាវបែបនេះដល់ដៃរបស់ខ្ញុំផ្ទាល់នៅពេលនេះដែលខ្ញុំគួរពិចារណាអំពីប្រសិទ្ធភាពតែកុំសួរពីមូលហេតុវាធ្វើឲ្យខ្ញុំឈឺក្បាលសូមមកម្ដងទៀតកូនញញឹមបន្តិចពេលកំពុងនិយាយទូរស័ព្ទវាមិនអាចជាមិត្តស្រីបានទេមែនណាហើយបានជាពន្លឺចំណាយពេលយូរម្ល៉េះជន់យ៉ងតើអ្នកកំពុងធ្វើអីលោតចេញភ្លាមបែបនេះយើងស្ទើរតែជួបគ្រោះថ្នាក់ហើយជន់យ៉ងតើអ្នកមិនអីទេឬតើអ្នកមានរោគរបួសទេខ្ញុំមិនអីទេអ្នកមិនចាំបាច់សុំទោសទេអ្នកកំពុងធ្វើឲ្យមានការរំខានដ៏ធំមួយអ្នកមិនត្រូវបានគេវាទេអ្នកនឹងទេមនុស្សអាក្រក់នេះសុំទោសតោះយើងរន់តែឆ្លងកាត់ផ្លូវសម្រាប់ពេលនេះមែនហើយខ្ញុំមិនប្រកាសថាការឈឺទ្រូងរបស់ខ្ញុំនេះមកពីអង្គុយចុះទេតែអ្នកអាចដើរបានទេការភ័យខ្លាចនៃគ្រោះថ្នាក់ឬសម្រាប់ហេតុផលផ្សេងទៀតបង្វិលកជើងរបស់អ្នកមកតើអ្នកមានអារម្មណ៍ឈឺចាប់ទេជន់យ៉ងទេខ្ញុំមិនអីទេ
ដាក់ជើងរបស់អ្នកនៅទីនេះមកតើវាឈឺចាប់ទេការសម្លឹងមើលរបស់អ្នកអាចសម្លាប់ខ្ញុំបានបើសិនបើយើងនិយាយដោយស្មោះត្រង់ទៅខ្ញុំមិនមែនជាជនល្មើសទេខ្ញុំជាជនរងគ្រោះតើខ្ញុំគួរធ្វើអ្វីចំពោះខុសរហ័យទាំងនេះតើជាដូនរបស់អ្នកស្រឡាញ់វាទេតើនោះជាអ្វីដែលអ្នកត្រូវព្រួយបារម្ភឥឡូវនេះត្រូវអត់យើងទៅទីពេទ្យជាមុនសិនខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ពេលដួលនោះអ្នកប្រហែលជាមានអារម្មណ៍ល្អឥឡូវនេះប៉ុន្តែវាប្រហែលជាមិនមែនទេខ្ញុំមិនបានត្រូវគេវាយទេប៉ុន្តែនៅតែខ្ញុំគិតថាខ្ញុំមិនបានផ្លេចអ្វីទាល់តែសោះហ្វុនបែបជីនអ្នកបានធ្វើពុតជាផ្លូវការណាដែលខ្ញុំគិតថាអ្នកផ្លេចខ្ញុំហើយខ្ញុំមិនដែលស្រមៃថាយើងជួបគ្នាទៀតទេនៅកន្លែងបែបនេះទេតើអ្នកមិនអីទេឬហេតើនោះពិតជាអ្វីដែលសំខាន់នៅពេលនេះមែនទេសម្រាប់ខ្ញុំវាពិតជាដូច្នោះមែនចិនយ៉ងខ្ញុំនឹងទៅទិញបងរំរបួសនិងថ្នាំមួយចំនួននៅទីនេះហើយទីបំផុតខ្ញុំមានអារម្មណ៍ថាខ្ញុំបានជួបអ្នកម្ដងទៀតហើយខ្វាន់បែបជៀន